តាមបងប្អូនសិស្សានុសិស្សទាំងអស់គ្នាឥឡូវយើងបន្តសំណួរទី19ដល់ទី20ថ្ងៃនេះខ្ញុំបានចែករំលែកត្រឹមតែ2សំណួរទេដោយសារសំណួរទី2នេះគឺវែងតើសំណួរទី19តើកំណែទម្រង់នៅកម្ពុជានៅឆ្នាំ1877ដោយបារាំងមានទិសដៅដូចម្តេចសំណួរទី20តើការរៀបចំកម្មវិធីនិងសកម្មភាពនយោបាយថ្មីរបស់បារាំងនាំមកនៅគុណសម្បត្តិអ្វីខ្លះពាក់ព័ន្ធនឹងសំណួរនេះគឺគេអាចនឹងសួរយើងមួយសំណួរទៀតដែលភាគច្រើនគឺចេញនៅក្នុងការប្រឡងគេសួរថាតើគុណសម្បត្តិរបស់បារាំងដែលដាក់អាណានិគមមកលើកម្ពុជានឹងមានអ្វីខ្លះអញ្ចឹងគឺជាផលវិជ្ជមានដែលបារាំងមកដាក់អាណានិគមមកលើកម្ពុជាអញ្ចឹងចម្លើយឬក៏សំណួរវាស្រដៀងគ្នាប៉ុន្តែពាក់ព័ន្ធនឹងចម្លើយគឺចម្លើយតែមួយទេតោះយើងចូលទៅដល់ចម្លើយរបស់យើង19កំណែទម្រង់នៅកម្ពុជានៅឆ្នាំ1877ដោយបារាំងមានទិសដៅកែប្រែសង្គមប្រពៃណីទំនៀមទម្លាប់សក្តិភូមិខ្មែរឲ្យទៅជាសង្គមមូលធននិយមដែលជាប្រព័ន្ធទីផ្សារសេរីដោយសង្គមបារាំងដែរបាទអធិស្ឋានបងប្អូនពាក់ព័ន្ធនឹងអក្សរកំណែទម្រង់នេះទៅចេញជាកំណែដោយសារខ្ញុំប្រើប្រាស់ AI អញ្ចឹងខ្ញុំមិនបានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយសូមអធិស្ឋានផងតោះដល់សំណួរទី20ការរៀបចំកម្មវិធីថ្មីនិងសកម្មភាពនយោបាយថ្មីរបស់បារាំងនាំមកនូវគុណសម្បត្តិដូចខាងក្រោមអញ្ចឹងពាក់ព័ន្ធនឹងគុណសម្បត្តិដែលបារាំងបានមកដាក់អាណានិគមរបស់បារាំងហ្នឹងមកលើកម្ពុជាហ្នឹងគឺចម្លើយគឺដូចគ្នាទេអញ្ចឹងបងប្អូនសិស្សានុសិស្សទាំងអស់គ្នាត្រូវចាំនៅក្នុងសំណួរនេះដែលពាក់ព័ន្ធនឹងគុណសម្បត្តិបារាំងដែលមកដាក់អាណានិគមលើកម្ពុជាតើឥឡូវយើងចូលដល់ចម្លើយយើងគឺបារាំងបានកាត់បន្ថយអំណាចស្ដេចត្រាញ់មន្ត្រីសក្តិភូមិនិងបំបត្តិវណ្ណៈខ្ញុំគេលុបបំបត្តិវណ្ណៈខ្ញុំគេបង្កើតចំនួនម្ចាស់កម្មសិទ្ធិដែលជាកម្លាំងចលករជួយជំរុញកម្មវិធីកំណែទម្រង់បារាំងឲ្យបានជោគជ័យបង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋានបង្កើតប្រាក់ពន្ធដារថ្មីចំណុចនោះគឺបារាំងបានចាប់ផ្ដើមយកពន្ធដារកែនពន្ធដារពីកម្ពុជានៅឆ្នាំនោះផងដែរទាំងបង្ខំឲ្យអាណាចក្រសៀមទទួលស្គាល់ការគ្រប់គ្រងនៅកម្ពុជាហើយបង្កើតឲ្យមានការចរចារវាងបារាំងនិងសៀមស្ដីពីបញ្ហាព្រំដែនប្រទេសសៀមនិងខ្មែរទទួលបានខេត្តមួយចំនួនមកវិញពីសៀមដូចជាមលូព្រៃស្ទឹងត្រែងបាត់ដំបងសៀមរាបសេរីសោភ័ណ្ឌអញ្ចឹងគឺបារាំងជួយទាមទារខេត្តដែលថៃឬក៏សៀមនឹងកាន់កាប់ខេត្តរបស់ខ្មែរខាងលើនេះបានមកវិញបានធ្វើផែនទីមួយដែលមានឈ្មោះថាដងរែកដែលទទួលស្គាល់ដោយតំណាងបារាំងនិងសៀមលើឆាកអន្តរជាតិនេះជាគុណសម្បត្តិដែលបារាំងបានដាក់អាណានិគមមកកម្ពុជាយើងគឺមានគុណសម្បត្តិអស់ទាំងនេះអញ្ចឹងមានគុណវិបត្តិដែលបារាំងបានដាក់អាណានិគមទៀតផ្សេងគ្នាទៀតអញ្ចឹងបារាំងក៏មានគុណសម្បត្តិដែរនៅពេលដែលបារាំងបានដាក់អាណានិគមមកលើយើងដែលយើងបានដឹងស្រាប់ហើយថាប្រទេសយើងការចំនួនមុនហ្នឹងគឺត្រូវលេបត្របាក់ដោយសៀមនិងយួនដោយហែកទន្លេមេគង្គជាសងខាងដើម្បីកាន់កាប់បាទអរគុណច្រើនអ្នកសិស្សានុសិស្សទាំងអស់គ្នាសូមតាមដាននៅវីដេអូបន្តអរគុណ